មុនតែគិនលោបវាមកដល់វាប្រាប់ខ្ញុំថានេះគិនលោបខ្ញុំលំ7នាក់បានសម្រេចទាំង7នាក់គេប៊ីអូនវាអាតាហ៊ាននោះវាលោបរួចវាអៀវកប៊ីអូនឆ្លងឆ្លងអូមកប៊ីអូនទៅប្រាប់ខ្ញុំពួកខ្ញុំណាដែលវាលោបរួចវាថាវាខ្លាចប៊ីអូនលងទីងាប់ដែលវាអស់កម្លាំងអីវាអៀវកឆ្លងប៊ីអូនមកក៏ខ្ញុំប្រាប់ប៉ូលីសថានំគ្នាខ្ញុំមកមិនទាន់អស់ទេប៉ូលីសទៅមើលក៏ឃើញប៊ីអូនដើរមកតាមតុបមកតាវាទាំងយប់បាទដល់ឃើញផ្ទះខ្មែរលេតាហ៊ានទៅមកឲ្យមកដល់គេយកខ្ញុំទៅកសោយវិច័យតាមនោះតាមអីទៀតដល់ព្រំដែនក៏វាភ្លើងវាគ្រប់ដៃភ្ជួងពួកខ្ញុំអីក្រាបឲ្យពួកខ្ញុំក្រាបហើយវាលូតទើតលូតថាក់លូតទឿនផ្លាទើតកណ្ដាលមុខឈាមបែកមុខលហាមពួកខ្ញុំទើតទ្រូងជឿនក្បាលបញ្ញាច់ដីទៀតបាទអូននោះទើតចកានេះស្លាប់ភ្លឹងក៏វាវាយយើងរួចវាវាយរឿងយើងរួចវាឲ្យយើងដល់ឆ្លងបលាលួសទៅបលាលួសវាដាក់តាមព្រំណាខ្ញុំដល់ឆ្លងទៅឆ្លងណាឆ្លងផុតណាឆ្លងផុតវាថាក់ទលាក់អូនជិបបលាលួសហេខុសអីចូលអស់បលាលួសវាជិបទៅតាមផងឆ្លងទៅជាដែនជាងហើយអត់ដេញទៅដីខ្មែរទេខ្ញុំដល់ទៅដេញទៅដីខ្មែរទេ10នាទីទៅស្ដុកចេះទៅវេដើរទៅកាត់10ទៅគ្នាវាប្រហែល10នាក់ជាងទាំងអស់គ្នា10នាក់ជាងទៅដែលវាចាប់មីអូនទៅនោះវា7នាក់ហើយចូលវានឹកដែលពពួកវាមនោខាងខ្ញុំដែលពុំភ្ជួងខ្ញុំពួកវាយខ្ញុំនេះទៀតវា5នាក់6នាក់ទៀតវា10នាក់ជាងទាំងអស់គេវាយធ្វើបាបរួចគេយកទៅរបស់យើងអស់លីងដូចទៅឲ្យយើងឆ្លងមកហើយប្រាប់ថាឆ្លងទឿនឆ្លងទឿនបាញ់ភ្លើងវាភ្ជួងពីលើដែលយប់ក៏មើលវាមិនឃើញដែលចាប់តែក្បួចសក់ចុងភ្លើងនោះហើយចាចុងភ្លើងរីងខ្លួនជួយគ្នាវាមិនកើតធានចាក់ថៃគេចាប់ខ្ញុំបានហើយយើងមកទាំង3ក្រុមក៏មកជួបគ្នាទឹកដីខ្មែរនេះតំណងចាមកប្រាប់ពួកខ្ញុំមុនគេក៏ប្រាប់ស្មាត់កិច្ចផងប្រាប់តែហ៊ានថាហ៊ានខ្មែរយើងផងប្រាប់ថាណែរូបវានេះគេចាប់លោកវាអស់ហើយស៊ូថាប្រហែលនេះមីអូនតែពេលនេះរូបខ្ញុំគេចាប់លោកខ្លួនប្រានខ្ញុំអស់ហើយណែទៅហ៊ានថៃ7នេះវាប្រាប់ខ្លួនវាបើពួកខ្ញុំមិនបានឃើញទេគ្រាន់តែដល់ពេលមកទឹកដីខ្មែរក៏វាជួបគ្នាតំណងក៏ស៊ូវាតំណងតែវាចាប់ទូតាវាមានអារម្មណ៍ឈឺចាប់ខ្ញុំយំលស្រែកយំលទាំងអស់គ្នាទាំងមីអូនដែលគេចាប់លោបផងវាយំផងខ្ញុំយំផងក៏មានអារម្មណ៍តែឈឺចាប់តែគេចាប់លោបអូនស្រីនោះដល់មកដល់ក៏មិនសួរហេតុផលអីទេធាននោះណាបើធានដែលចាប់ពួកខ្ញុំក៏ឲ្យអង្គុយនោះស្ងៀមហើយដល់វាទេទៅហៅគ្នាវាមកអាមួយនោះមកដល់ក៏ទឹកយកតំណងឲ្យគេជួយពួកជាជនខ្មែរយើងឲ្យមកបានអស់ថ្មីមានដោយរឿងពួកខ្ញុំមកចាប់ណាគេធ្វើបាបទៀតបើពួកអ្នកមកក្រោយក៏មកឲ្យវត្តភាពជាងពួកខ្ញុំទៅណាក៏មិនតែមកចាប់ដូចពួកខ្ញុំមកមានខោអាវមានអុយទេអត់ហើយទូរស័ព្ទគេដកយកអស់ទៀតអន្តរជាតិជួយដល់ទូជាតិថៃដែលធ្វើបាបអំពើហិង្សាមកដល់អ្នករីរងគ្រោះដែលគេចាប់លោកនោះផងហើយដល់គ្រោះដែលធ្វើបាបជាជនស្មត់ត្រួតត្រង់មិនថាបងប្អូននៅថៃបើថាមានប៉ាសពើមានអីចុះតាមជើងយន្តហោះមកបានហើយមិនបាច់ចាំមកផ្លូវកាត់អីទេបងប្អូននៅចង់នៅខ្មែរអត់ការងារធ្វើគឺថាមកដាក់ពាក្យធ្វើការនៅទទួលបានបើចង់ឡើងទៅថៃមានប៉ាសពើអីត្រឹមត្រូវក៏យើងមិនប្រកាសថានៅបានស្រួលដែរអញ្ចឹងយើងរកការងារនៅខ្មែរយើងធ្វើទៅស្រួលជាងទឹកដីរបស់យើង